កម្លាំងចម្រុះចូលបង្ក្រាបបទល្មើសរាយអនាធិបតេយ្យមួយកន្លែងស្ថិតនៅក្នុងភូមិស្រយងជើងស្រុកគូលែននៅល្ងាចថ្ងៃទី16ខែកក្កដាឆ្នាំ2026មន្ទីររ៉ែនិងធម្មពលខេត្តសហការជាមួយកងកម្លាំងរាជអាវុធហត្ថស្រុកគូលែនក្រោមការចងល់បង្ហាញពីឯកឧត្តមធុចបញ្ចៈសន្តិភាពព្រះរាជអាជ្ញាអមស្លាដំបងខេត្តព្រះវិហារនឹងមានការសម្របសម្រួលនីតិវិធីដោយលោកស្រីវុធាព្រះរាជអាជ្ញារងបានចូលបង្ក្រាបបទល្មើសរុករករ៉ែអនាធិបតេយ្យមួយកន្លែងស្ថិតនៅក្នុងភូមិស្រយងជើងឃុំស្រយងស្រុកគូលែនខេត្តព្រះវិហារបើតាមលោកវរៈស្នេហ៍ត្រីច័ន្ទស៊ីមេបញ្ជាការអាវុធហត្ថស្រុកគូលែនបានដឹងថាក្នុងប្រតិបត្តិការនោះតាមការពិនិត្យជាក់ស្ដែងនៅនឹងកន្លែងកម្លាំងចម្រុះបានរកឃើញរណ្ដៅជីករករ៉ែលោហៈមួយកន្លែងខុសច្បាប់និងឃាត់បានអេស្កាវ៉ាទ័រមួយគ្រឿងយកទៅរក្សាទុកនៅអាវុធហត្ថស្រុកគូលែនដើម្បីមានចំណាត់ការបន្តរីឯអ្នកបើកបរបានរត់គេចខ្លួនបាត់លោកបន្ថែមទៀតថាកន្លងមកមន្ទីរជំនាញបានសហការជាមួយអាជ្ញាធរស្រុកគូលែនតែងតែចុះផ្សព្វផ្សាយហាម5ប្រជាពលរដ្ឋកុំឲ្យមានការជីករករ៉ែដោយខុសច្បាប់ប្រភពព័ត៌មានបានដឹងថាក្រុមឈ្មួញមានឥទ្ធិពលក៏បានលួចឆ្មាក់ចូលទៅកាយរុករករ៉ែស្ពាន់នៅក្នុងភូមិសាស្ត្រស្រុកគូលែនដោយខុសច្បាប់រួចបន្លំសុំច្បាប់កាយស្រះទឹកបង្វែររឿងតែនៅទីបំផុតត្រូវសមត្ថកិច្ចបង្ក្រាបជាក់ស្ដែងតែម្ដង